បាទជំរាបសួរបងប្អូនថ្ងៃនេះនាំបងប្អូនមកស្លមួយមុខស្លមកជួយបែបស្រុកស្រែយើងហ្នឹងងាយតែរសជាតិឆ្ងាញ់ណាបងប្អូនងាយនិយាយរួមមិនពិបាកក្នុងការផ្សំគ្រឿងអីច្រើនទេស្លមួយមុខនេះយើងគ្រាន់តែដាំទឹកជ្រុំប្រហុកមកទឹកពុះយើងបង់ត្រីចូលយើងផ្សំគ្រឿងទឹកត្រីប៊ីចេងស្កររសជាតិដែលយើងចង់បានអញ្ចឹងបងប្អូនមិនចូលចិត្តស្ករមិនដាក់ស្ករទេបើខ្ញុំដាក់ស្ករបន្តិចមិនច្រើនទេបងប្អូនស្លមកជួយខ្ញុំអត់ដាក់ស្ករច្រើនទេដាក់ស្ករតែបន្តិចទេបន្ទាប់មកយើងទឹកពុះយើងបង់ទឹកគួនបង់បន្លែយើងចូលទៅជ្រុំមកជូរជាការស្រេចតែក្នុងស្លម្ហូបនេះខ្ញុំស្លលេគ្នាបងប្អូនមានទឹកគួនលេមួយបន្តិចបន្ទាប់ពីទឹកពុះយើងឆ្អិនបន្លែល្មមយើងបង់កំពឹសចូលទៅបងប្អូនកំពឹសយើងបង់មកអមម្ទេសអញ្ចឹងទៅយីរងងាយទេបងប្អូនងាយតែរសជាតិវិញគឺឆ្ងាញ់ខ្លាំងស្លមួយមុខនេះយើងបានជាមួយពងទាចៀនជាមួយបងជួយទៀតរឹតតែឆ្ងាញ់ហ្មងទឹកត្រីញិចម្ទេសហឹលហ្មងវាឆ្ងាញ់ហ្មងបងប្អូនឆ្ងាញ់មែនតើអរគុណច្រើនបងប្អូនមានតែប៉ុណ្្នឹងទេរបៀបស្លងាយអរគុណច្រើនជម្រាបលាបងប្អូន